ការទទួលយកវិធីសាស្ត្រពង្រឹងភាពជាប្រព័ន្ធការផ្គត់ផ្គង់សេវាទឹកស្អាតការសម្អាតនិងអនាម័យពឹងផ្អែកលើសមាសធាតុជាច្រើនដែលជាប់ទាក់ទងគ្នាត្រូវបានជំរុញដោយសង្គមហិរញ្ញវត្ថុវប្បធម៌និងនយោបាយវិធីសាស្ត្រនៃការពង្រឹងភាពជាប្រព័ន្ធទទួលស្គាល់ថាមានភាពស្មុគស្មាញហើយដឹងថាសេវាផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យមិនអាចដាច់ដោយឡែកពីគ្នាបានឡើយយើងប្រើពាក្យប្រព័ន្ធទឹកស្អាតការសម្អាតនិងអនាម័យសំដៅលើអ្វីក៏ដោយដែលជួយឬរាំងស្ទះដល់ការផ្តល់សេវាទឹកស្អាតការសម្អាតនិងអនាម័យក្នុងនោះអាចរាប់បញ្ចូលបានចាប់ពីជាងសំណង់អ្នកបច្ចេកទេសរហូតដល់គោលនយោបាយនិងថវិកាជាតិដើម្បីធ្វើឲ្យបណ្ដាញដែលស្មុគស្មាញនេះមានភាពសាមញ្ញគេបានបំបែកឧបករណ៍វិភាគបញ្ហានេះទៅជា9ផ្នែកប៉ុន្តែសម្រាប់នៅក្នុងប្រទេសកម្ពុជាយើងសម្រេចយកឧបករណ៍វិភាគបញ្ហាចំនួន5មានដូចជាគោលនយោបាយយុទ្ធសាស្ត្រស្ថាប័នហិរញ្ញវត្ថុការរៀបចំផែនការនិងការត្រួតពិនិត្យនិងការពង្រឹងសមត្ថភាពពួកវាតែងតែមានការផ្លាស់ប្ដូរមានឥទ្ធិពលលើគ្នាទៅវិញទៅមកនិងមានទំនាក់ទំនងគ្នាយ៉ាងស្មុគស្មាញការផ្លាស់ប្ដូរដែលមាននិរន្តរភាពមិនអាចកើតឡើងបានទេប្រសិនបើមិនមានឧបករណ៍វិភាគបញ្ហាទាំងនេះការពង្រឹងឧបករណ៍វិភាគបញ្ហាមួយក៏អាចជួយទៅពង្រឹងឧបករណ៍ផ្សេងៗទៀតផងដែរក្នុងការសម្រេចបាននូវសេវាទឹកស្អាតការសម្អាតនិងអនាម័យជាសកលមិនមែនជាកិច្ចការងាយស្រួលនោះទេប៉ុន្តែវិធីសាស្ត្រពង្រឹងភាពជាប្រព័ន្ធដើម្បីធានាថារាល់វឌ្ឍនភាពដែលយើងសម្រេចបាននឹងធ្វើឲ្យប្រព័ន្ធទាំងមូលប្រសើរឡើងយើងទាំងអស់គ្នាមានទូនាទីដែលត្រូវធ្វើតើមួយណាជាទូនាទីរបស់អ្នក